ខ្ញុំមានដល់គ្នាពួកខ្ញុំមកពីក្រុមទី2ថ្ងៃនេះខ្ញុំបកស្រាយមេរៀនទី18គឺសូលីវាមាន3គឺគូបទីឡើងហើយនឹងប្រឡែកពីបាច់កាយហើយមុនផងគេគឺខ្ញុំនិយាយរូបមន្តរបស់មាសគឺជាចំនួនគូបដែលស្ថិតនៅខាងក្នុងសម្ភារៈមួយបកស្រាយគឺគូបអានេះគឺជាផ្ទៃខាងហើយអានេះគឺជាត្រនងហើយអានេះគឺជាបាតវាមានទាំងលើទាំងក្រោមហើយអានេះគឺជាមៀតបើយើងចង់ដឹងរូបមន្តមៀតរបស់គូបគឺបាតគុណកម្ពស់ចង់ចូលមករកទី2ខ្ញុំមានសម្ភារៈមួយគឺស៊ីឡាំងហ្នឹងវាមានរូបរាងដូចកប៉ោងអីមួយចាំតែយើងអាចដាក់វាចូលក្នុងនឹងបានហើយនៅខាងក្នុងនេះគឺជាមៀតហើយខាងផ្ទៃបាតខាងក្រោមនេះគឺជាបាតហើយវាមានរង្វង់បាតហ្នឹងវាមានរូបរាងដូចជារង្វង់ហើយបបិឈរហ្នឹងជាកម្ពស់ចឹងយើងចង់រកមៀតរបស់ស៊ីឡាំងហ្នឹងគឺស្មើហើយអែកណែគុណនឹងកម្ពស់ហើយនេះជារូបប្រឡែកពីបាត់កាយហើយប្រឡែកពីបាត់កាយហ្នឹងគឺមានកម្ពស់ចំនួន1ហើយមានបាតចំនួន2ខាងក្នុង1ខាង1ហើយខាងក្នុងនេះជាមៀតហើយបើយើងចង់រកមៀតរបស់ប្រឡែកពីបាត់កាយគឺស្មើបាតគុណនឹងកម្ពស់ចឹងខ្ញុំបានបកស្រាយមេរៀនទី18សូលីតនឹងចាប់ไปអរគុណអ្នកគ្រូ